របៀប lock profile ក្នុង Facebook ចឹងសម្រាប់អ្នកដែលមិនមានជាមិត្តភក្តិអ្នកនរគ្នាគឺមិនអាចមើលឃើញព័ត៌មានអ្នកនរគ្នាបានទេចឹងបើចង់ដឹងពីរបៀប lock មើលវីដេអូនេះអ្នកនរគ្នាចូលមកកាន់ Facebook ចូលកន្លែង profile 3 ត្រេបាទចឹងកន្លែងអូមកក្រោមអ្នកនរគ្នារើសពាក្យ setting and privacy ទៅមកទៀតចុចកន្លែង setting ម្ដងទៀតអ្នកនរគ្នាអូមកក្រោមបាទអ្នកនរគ្នារើសពាក្យ profile locking កន្លែងនេះអ្នកនរគ្នាចុចកន្លែង lock your profile គឺជាចុច OK មួយទៀតមកបាទគឺជាការស្រេចអញ្ចឹងបើយើងចង់ដោះវិញយើងថយមកបាទយើងរើសពាក្យ locking ដដែលមកបាទ profile locking ដដែលយើងចុចពាក្យកូនសោខាងលើនេះបាទវាថា unlock បាទចុចកន្លែង unlock មកយើងចុច unlock your profile ចឹងចុច OK មកគឺជាការស្រេចអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានបើកមុខងារអាជីពរកលុយជាមួយ Facebook តែអ្នកគ្នាអាចបើកមុខងារ lock profile បានតែបើបងប្អូនបើកមុខងារអាជីពរកលុយជាមួយ Facebook ហើយអ្នកគ្នាអាចបិទ profile បានទេបាទអញ្ចឹង OK បើចង់ដឹងអ្វីបន្ថែមទៀត subscribe មួយទៅ